ទស្សនភាពក្នុងវត្តមង្គលរង្សីហើយវត្តកំពង់ចន្លោះកើតហើយវត្តកំពង់ចន្លោះកើតស្ថិតនៅក្នុងឃុំពីមជាលៀងស្ថិតនៅក្នុងភូមិឃុំពីមជាលៀងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំអញ្ចឹងនៅទីនេះនឹងទឹកលិចអស់ហើយទឹកលិចនេះហើយសាលាឆាន់អីហ្នឹងក៏មានសភាពសាលាឆាន់ហ្នឹងក៏មានសភាពអញ្ចឹងដែរតិចចតាខ្លះហើយសាលាឆាន់អីនោះហើយនោះក្មេងកំពុងលេងក្មេងអ្នកស្រុកនោះនៅក្បែរខឿនពោឯនោះក្បែរខឿនពោក្មេងអ្នកស្រុកនឹងកំពុងតែមកលេងទឹកព្រោះទឹកឡើងធំដួងហើយហ្នឹងទឹកឡើងធំដួងហើយទឹកឡើងទំនោះនោះឈួរលើទួលលើខឿនពោនោះម្នាក់ពាក់អាវក្រហមនោះគឺស្រីដែរនោះហើយបើក្នុងវត្តបើខាងជុំវិញវិហារនេះទស្សនភាពវិហារឡើងចិត្តលេចដោយខឿនវិហារចិត្តលេចខឿនវិហារខាងក្រោមហ្នឹងហើយហើយចំណាយឯសភាពបងនេះក៏លេចបងអីហើយកត់ខាងក្រោមនេះថ្នាក់ខាងក្រោមនេះក៏ទឹកចូលដល់ក្រោមស្កត់នឹងហើយក្រែនោះលេចដែតទៅហើយអញ្ចឹងសភាពដងហើយនឹងក៏លេចដែរដងហ្នឹងដងក្នុងវត្តហ្នឹងក៏លេចដែរដងហ្នឹងអញ្ចឹងគឺថាលេចច្រើនហើយកន្លែងមនាងសរិមហាមេយាកន្លែងព្រះដាក់រូបព្រះអង្គប្រសូតនោះនឹងក៏លេចដែរហើយខាងខឿនពោហើយហ្នឹងហើយលេចចឹងហើយរាល់ថ្ងៃហ្នឹងលេចនឹងរយៈពេលចាស់ពីទឹកចូលវត្តហ្នឹងគឺចូលចាស់ពីថ្ងៃសិលមកថ្ងៃសិលហ្នឹងលុកទឹកហើយវត្តនេះលេចដល់លើលេចនៅតែក្រោមសាលាមិនតាន់លេចទេហើយដល់ផុតពីថ្ងៃសិលមកហ្នឹងគឺលេចតែម្ដងរហូតដល់ថ្ងៃនេះគឺទឹកនឹងអត់តាន់ស្រក់ទេ